ហើយយើងចូលមកមេរៀនមួយទៀតគឺការធ្វើរូបមនុស្សធម្មតាឲ្យទៅជារូបតុក្កតា illustration នៅក្នុង Illustrator ពេលដែលយើងមានរូបបែបនេះជាងដំបូងឡើយខ្ញុំចូលទៅកាន់ Firefox ចូលទៅកាន់ Gemini ក្នុង Gemini ខ្ញុំចុចដាក់រូបភាពនេះចូល upload ទៅតោះមកយើងប្រើ prompt មួយ prompt នេះខ្ញុំសរសេរនៅនឹងស្រាប់នេះពេលយើងប្រើ prompt មកហើយយើងចុចវាទៅឲ្យវា generate រូបហ្នឹងទៅជារូបតុក្កតាអូខេបានរូបប្រភេទនេះមកស្ដាំយក copy image តោះមកខ្ញុំចូលទៅកាន់នេះ copy បាន download ទៅបានទេ Illustrator ហើយយើងចុច Ctrl V មកដើម្បីផាសរូបភាពនោះចូលឥឡូវយើងបានប៉ុណ្ណេះហើយប៉ុន្តែវាមិនទាន់ខ្លាយជា file vector ដែលយើងថែមថយទាញកាត់អីបានទេអញ្ចឹងយើងត្រូវចូលទៅកាន់ Window យើងយកពាក្យថា Image Track ក្នុង Image Track នេះកន្លែង preset នេះគឺយើងយក High Fidelity Photo អូខេអញ្ចឹងវានឹងធ្វើការកាត់យកហើយបំលែងទៅជា vector ហើយអូខេបានប៉ុណ្ណឹងហើយយើងចុចកន្លែង expand នេះដើម្បីឲ្យវាកាត់ឲ្យជាដុំនេះអូខេយើង expand ហើយណាបន្ទាប់ពី expand ហើយយើងមិនត្រូវបំបែកទាញវាយកទៅកាត់តាមកាត់អីចឹងទៅអញ្ចឹងយើងគាត់ឲ្យយើងមកស្ដាំលើរូបហ្នឹងមកខ្ញុំយកវាទៅ ungroup ជាការស្រេចទាញ background ទីអីបានទាញផ្ដាច់វាចេញបានយើងលុបទៅអូនោះវាអត់ប្រវាក់លុបវាបានទេតុក្កតាយើង select ពណ៌វាលុបតិចចឹងវាឆ្ងល់ធ្វើតុក្កតាអីធ្វើមិនគឺគេធ្វើរបៀបអញ្ចឹងនោះយកយើងយកប៉ុណ្ណឹងហើយយើងចង់ចាប់គ្រប់វាម្ដុំកុំឲ្យវាដាច់ពីគ្នាអញ្ចឹងយើងគ្រាន់តែទាញម៉ៅអញ្ចឹងមកហើយយើងចុច Ctrl អក្សរ G ដើម្បីគ្រប់វាចូលជុំទៅពី Ctrl អក្សរ G យើងទាញបានតែនេះគឺជា file vector ចង់កែមិនកែទៅឥឡូវទីកែមាត់អីចឹងទៅចុចឲ្យជ្រៅមកពីបេះដូងមកនេះហើយជាកន្លែងនេះមកទាញ vector វាបានកែបានតែនេះខ្ញុំបង្ហាញពីរបៀបដែលយើងធ្វើឲ្យទៅជាតុក្កតា Illustrator ងាយអូខេមានប៉ុណ្ណឹង